ចឹងបានន័យថាអង្គភាពជាប់ដីនៅខាងក្រោមដឹកនាំបញ្ជាត្រូវបង្កើនឲ្យមានប្រសិទ្ធភាពក្នុងការដឹកនាំទ្រោលសភាពការថ្នាក់ដឹកនាំបញ្ជាតាមកម្រិតបញ្ជាការប្រភេទតបអគ្គបញ្ជាការក្រសួងការពារជាតិស្ថាប័នបម្រើស្ថាប័ននយោបាយត្រូវដើរតួនាទីរបស់ខ្លួនធ្វើម៉េចឲ្យជើងក្រោមខ្លាំងការវឹកវើនឹងបំពាក់ជាប្រចាំនេះគឺអ្វីកុំឲ្យដោះពោះកុំឲ្យដោះខ្លាញ់នេះគឺជាការកែតម្រង់ក្បាលតូចជាងមុនតូចជាងខ្លួនពង្រីកខ្លួនឲ្យកាន់តែរឹងមាំហើយឲ្យរស់រវើកប្រកបដោយសាច់ដុំមិនមែនខ្លាញ់ពេលដែលជាតិត្រូវការរត់ចម្ងាយណារត់រយៈពេលណាយើងនៅតែទៅបានខ្ញុំលេងពាក្យបន្តិចហើយខ្ញុំអត់បញ្យល់ថាត្រូវធ្វើស្អីស្អីអានឹងទុកឲ្យប្រជុំបិទទ្វារផ្ទៃក្នុងចុះអង្គភាពណាត្រូវធ្វើម៉េចស្អីយ៉ាងម៉េចបំពាក់ស្អីបង្កើតស្អីលុបស្អីព្រោះត្រូវបង្កើតការប្រែប្រួលនៃបច្ចេកវិទ្យាសង្គ្រាមឥឡូវស៊ើបការមិនមែនប្រដាប់អាវុធលូនទៅទៀតទេលូនពេលយប់ក៏គេមើលឃើញពេលថ្ងៃគេមើលឃើញវាត្រូវប្រើបច្ចេកវិទ្យាទីអត់ទប់យ៉ាងម៉េចយើងធ្វើតាហ៊ានរបស់យើងត្រូវចេះអីខ្លះចឹងបានអ្នកខ្លះបងប្អូនខ្លះយល់ច្រឡំថាចូលតាហ៊ានអ្នកខ្លះគេថាអត់ហ៊ានចូលតាហ៊ានមិនអត់ទេតាហ៊ានត្រូវការប៉ូលីសត្រូវការ PM ត្រូវការជាពិសេសក្នុងសម័យថ្មីនេះកងកម្លាំងប្រដាប់អាវុធត្រូវតែជាទំនើបព្រោះសពាវុធនិងបច្ចេកវិទ្យាសន្តិសុខបច្ចេកវិទ្យាការពារជាតិត្រូវការអ្នកចេះដឹងនិងការវឹកវើខ្ពស់ហើយនេះគឺជាការវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងការបង្កើនសមត្ថភាពយោធិនកងនគរបាលជាតិនិងកងរាជអាវុធហត្ថដែលយើងត្រូវធ្វើទៅមុខការវិនិយោគសម្រាប់ជាតិរបស់យើងធ្វើឲ្យខ្លះទុកនិយាយបិទទ្វារតែបងប្អូនចាំមើលចោះទុកឲ្យឆ្ងល់សិនតែអ្វីដែលខ្ញុំនិយាយគឺការពង្រឹងសមត្ថភាពរបស់យើងពាក់ព័ន្ធនេះក៏វាពាក់ព័ន្ធទៅនឹងរឿងច្បាប់កាតព្វកិច្ចឥឡូវយើងមានសជីផ្កាប់យើងនឹងធ្វើឲ្យសជីផ្ងាខ្ញុំបាននិយាយឲ្យមូលហេតុអីបានយើងមានសជីផ្កាប់បានសាក់ធំធំច្រើនជាងសាក់តូចដោយសារតាំងពីយើងនយោបាយឈ្នះឈ្នះមកការរើសតបថ្មីយើងអត់សូវមានការបញ្ចេញតបក៏មានហើយយូរឆ្នាំតាមច្បាប់នៃលក្ខន្តិកៈស្ដីពីលក្ខន្តិកៈកងយោធពូកែមកគឺដល់ឆ្នាំបើសិនមិនកលប្រអប់ទេគឺគាត់ឡើងយើងមិនអាចអយុត្តិធម៌មិនឲ្យគាត់ឡើងតែឡើងទោះបីឡើងត្រឹមកម្រិតណាមួយដល់អញ្ចឹងបានយើងមានពេលខ្លះយុទ្ធជនដល់នាយចំណងឬមួយអីនោះបាទយុទ្ធជនមិនន័យថាគាត់នៅទៀបជាងគេបន្តមកមានមេពូតែយើងត្រូវទៅឲ្យគាត់តែទៅថ្ងៃមុខច្បាប់កាតព្វកិច្ចនេះនឹងជួយពង្រាយបានន័យថាអ្នកដែលចូលកាតព្វកិច្ចគឺអត់មានសាក់ទេតាមការគិតគូរដំបូងតើតែគាត់ចប់2ឆ្នាំបានពេលដែលគាត់ចូលនិវត្តន៍មានសាក់ស្អីមួយហើយអ្នកនឹងគាត់អាចដាក់ពាក្យសុំជាទាហានអាជីពបានចូលមកតាមនឹងទៅរហូតដល់ពេលដែលគាត់ត្រូវចូលសាក់ឲ្យចូលនិវត្តន៍ចូលទេយោធិនបំរុងបាទអញ្ចឹងទៅថ្ងៃក្រោយចំនួននាយទាហានរងដែលឥឡូវយើងបូកសរុបទៅនាយទាហានរងចង់70ម៉ែនឲ្យដល់ម៉ៅសផាននៅជើងគោកយើងដូចចង់70%ជាង75ឬមួយចង់80%ហើយនាយទាហានរងទៅដល់នាយទាហានពលទាហានមានតែ15%ទេទៅថ្ងៃក្រោយយើងនឹងពង្រីកពលទាហានឲ្យច្រើនតាមរយៈការបំពេញកាតព្វកិច្ចទី2យើងនឹងមានកងទ័ពបំរុងអ្នកដែលចប់2ឆ្នាំនេះគាត់នឹងចូលទៅក្នុងយោធិនបំរុងរហូតដល់អាយុ45ឆ្នាំបាទមានអ្នកខ្លះសួរថាម៉េចក៏45មិន40មិន50ប្រទេសនេះគេធ្វើចេះប្រទេសនោះគេធ្វើចុះរឿងប្រទេសគេធ្វើរឿងគេកម្ពុជាធ្វើរបៀបកម្ពុជា45ឆ្នាំខ្ញុំតាពេញកម្លាំងល្មមហើយប្រជាពលរដ្ឋយើងអត់ខ្វះទេអ្នកដែលមួយឆ្នាំគ្រាន់តែប៉5-10ម៉ឺនអ្នកដែលគ្រប់អាយុអញ្ចឹងនៅក្នុង45ឆ្នាំបាទគាត់នៅកម្លាំងរងមាំគាត់នៅអាចជួយបានអញ្ចឹងយោធិនបំរុងនេះយើងនឹងត្រូវបង្កើតអង្គភាពបំរុងនេះក្រៅពីអង្គភាពអាជីពពេញម៉ោងគឺអង្គភាពបំរុងដែលមួយឆ្នាំឧទាហរណ៍កងពលបំរុងអញ្ចឹងគឺមាននាយទាហានអាជីព
ប្រមាណភាគរយជាក្បាលម៉ាស៊ីនហើយក្នុងនោះយោធិនបំរុងយោធិនកតាបកិច្ចនេះដែលគាត់ទៅជាយោធិនបំរុងក្នុងម្នាក់ក្នុងមួយឆ្នាំដោយគាត់ត្រូវមកបំពេញកតាបកិច្ចមួយសប្តាហ៍ពីរសប្តាហ៍ហ្នឹងយើងកំពុងគិតគូរគ្នាអញ្ចឹងគាត់នឹងវិលជុំមកបាទបំពេញសាច់អញ្ចឹងគាត់ហាត់ជាប់មួយឆ្នាំដោះខាត់មួយឆ្នាំបាន2អាទិត្យក៏បានបាទអានេះគឺជាការរៀបចំអញ្ចឹងមានការយើងអត់ចាំបាច់មើលថែទាំ20កងពលទេយើងថែទាំតែ14កងពលសល់6ទៀតបំរុងមានការយើងបង្កើនភ្លាមហើយអត់មានដលងមូលទេមកសិនអ្នកដែរធ្វើការហើយក្រៅពីនោះបើសិនជាប្រព័ន្ធនឹងកងពលអត់គ្រប់យើងនៅមានប្រជាពលរដ្ឋយើងដែលមានចំណេះដឹងជំនាញមួយដែរដោយនៅសិង្ហបុរីតបអាជីពរបស់គាត់តែ60000នាក់ទេហើយ80000នាក់បើមានសភាពការគាត់ហៅអង្គភាពបំរុងអាចកើនទៅដល់2000000នាក់តែបើប្រទេសជាតិចាំបាច់គាត់មាន1លាននាក់នៅក្នុងប្រទេសដែលបានវឹកវើត្រៀមមួយតើនេះគឺជាការត្រៀមលក្ខណៈរយៈពេលវែងហើយសួរថាចុះយើងត្រៀមធ្វើតែសង្គ្រាមអីក៏យើងចង់បានសន្តិភាពអត់ទេអ្នកដែលបដោះបដាលជាទាហានបំរុងចប់24ខែនេះគឺជាធនធានមួយដែលរដ្ឋបានវិនិយោគ24ខែនៅក្នុងការបដោះបដាលនៅក្នុងការបំពន់ការងារនៅក្នុងការគាត់ឲ្យមានជំនាញដើម្បីចេញទៅជាធនធានរបស់ប្រទេសជាតិអញ្ចឹងយើងអត់ខាតទេយើងជិបតែប៉ុន្តែអ្វីដែលចំណេញធំបំផុតគឺការបណ្ដុះនៅគំនិតស្នេហាជាតិហ៊ានលះបង់គ្រប់ពេលវេលានៅពេលជាតិត្រូវការពារទឹកដីរបស់យើងដោយគ្មានលក្ខខណ្ឌប្រកបដោយជំនាញនេះគឺជាការបដោះទោះគាត់ចង់មិនចង់ចូលទៅស្ម័គ្រចិត្តចូលទៅចាប់បខំខ្ញុំជឿថា24ខែនៅក្នុងកងទ័ពគាត់នឹងយល់អំពីស្អីទៅការពារជាតិបាទខ្ញុំជឿថាអាដាមពូទៅទេអ្នកខ្លះមិនស្រួលចូលទៅនឹងមិនមែនស្ម័គ្រចិត្តទាំងអស់ទេជួនកាលកែនតួប៉ុន្តែពេលដែលចូលទៅយល់អំពីការលះបង់អំពីការការពារមិត្តអំពីការការពារយុទ្ធមិត្តការការពារទីតាំងហើយចុងបំផុតយើងចេញមកវិញនៅក្នុងបុព្វហេតុ